Điều số này là khné thay đi là một dùngពីមេរៀនដំបូងនៃភាសា C ឬ basic ភាសា C ឥឡូវយើងចូលទៅកាន់កម្មវិធី Del C++យើងបង្កើតថ្មីយើងដាក់ Control N ហើយយើងត្រូវសញ្ញាទ្រង់ជ្រុងនេះគឺជា compiler យើងត្រូវឲ្យពាក្យ include សញ្ញា N include យើងដាក់សញ្ញាក្រោយនេះហើយត្រូវឲ្យពាក្យ stdio .clear ឲ្យសញ្ញាចុច X include stdio នេះគឺជា header file របស់ using header file របស់ stdio.h មួយទៀតយើងត្រូវឲ្យពាក្យ include conio rồi mình tiếpយើងវាយ using interman function man គូកញ្ចក់ហើយអានេះគឺជាសញ្ញា start function ចុងក្រោយយើងដាក់ print នេះមានន័យថាវាបង្ហាញទិន្នន័យឲ្យយើងបានឃើញហើយយើងដាក់មុខកញ្ចក់ double quote យើងវាយពាក្យ hello my name នៅក្នុងមុខកញ្ចក់នេះយើងចង់សេអក្សរទូចបានអក្សរធំក៏បាន my name is ចុចហើយយើងកុំភ្លេចដាក់semicolon យើង get ដាក់ semicolon get នេះគឺជា header file របស់ conio ហើយ print នេះគឺជា function របស់ print stdio នេះគឺជា function របស់ print ហើយយើង return បញ្ចប់យើងចង់វាយពាក្យអញ្ចឹងក៏បានដែរ return .clear ក៏បានហើយយើង return ហើយយើងដាក់ save ចូល save as បន្ទាប់មកទៀតយើងដូរយើងដាក់ឈ្មោះយើង program C យើងកន្លែងនេះយើងត្រូវដូរផងដាក់កន្លែង C file C នេះហើយយើង save ឬយើង compile វាន័យថាវាអត់មាន error អីទេយើងអាចបង្ហាញយើងដាក់ run បង្ហាញតែនេះគឺជាលទ្ធផលដែលយើងបានសរសេរកន្លែង print បង្ហាញទិន្នន័យបាទខ្ញុំមានវីដេអូតែប៉ុណ្ណេះខ្ញុំសូមអរគុណហើយបើខ្ញុំទៅតែថតដំបូងខ្ញុំបើមានចន្លោះខ្វះខាតអីសូមអធិស្ឋានដល់គ្នាហើយសូមអ្នកនរគ្នាជួយ subscribe ខ្ញុំម្នាក់ YouTube ខ្ញុំម្នាក់មួយផងដើម្បីនឹងទទួលបានវីដេអូបន្តទៅទៀតនិងមេរៀនបន្តទៅទៀតសូមអរគុណ